ស្រុកមេសាងនាពេលព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2026ឯកឧត្តមបណ្ឌិតទូចវណ្ណៈប្រធានក្រុមការងារចុះជួយសសយកនៃស្រុកមេសាងនិងលោកហ៊ុនសុផាតប្រធានសសយកនៃស្រុកមេសាងក៏បានអញ្ជើញដឹកនាំនៃកិច្ចប្រជុំពិនិត្យពិភាក្សាលើកិច្ចការងារដែលត្រូវអនុវត្តបន្តរបស់សសយកនៃស្រុកមេសាងខេត្តព្រៃវែងចាជំរាបសួរជំរាបព្រលឹកជូនទៅកាន់ពុកម៉ែបងប្អូនចាប្រជាពលរដ្ឋចាជាពិសេសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានក្នុងស្រុកចាមេសាងខេត្តព្រៃវែងដែលមានទស្សនវិជ្ជាដ៏សែនកម្រមានចាគឺនៅក្នុងថ្ងៃទី18ខែមិថុនាឆ្នាំ2026ចាថ្មីនេះទេចាដោយហេតុថាថ្នាក់ដឹកនាំចាគឺឯកឧត្តមបណ្ឌិតទូចវណ្ណៈចាដែលជាប្រធានក្រុមការងារចុះជួយសសយកចានៃស្រុកមេសាងនិងលោកហ៊ុនសុផាតចាប្រធានសសយកនៃស្រុកមេសាងចាទស្សនវិជ្ជានេះពិតជារីករាយហើយអស្ចារ្យមែនទែនចាក៏បានអញ្ជើញនាំកិច្ចចាដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារចាដើម្បីបន្តចារបស់កិច្ចការងារសសយកហ្នឹងនៅស្រុកមេសាងខេត្តព្រៃវែងបន្តបន្ថែមចាដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋចាបានទស្សនានៅក្នុងវីដេអូនេះហើយចុច share ចែកម្លែកជូនទៅកាន់ថ្នាក់ដឹកនាំម្នាក់មួយមើលបងប្អូនចាអរគុណជាចុងក្រោយចាបើសិនណាជាការអធិប្បាយរបស់នេះខ្ញុំទៅចាមានចំណុចណាដែលទាស់ឬក៏ខុសលើសលប់អីសង្ឃឹមថាពុកម៉ែបងប្អូនចាក៏ដូចជាថ្នាក់ដឹកនាំស្រុកខេត្តទាំងអស់អធិស្ឋានមកកាន់នេះខ្ញុំផងដែរគណៈពេលនេះសូមគោរពអរគុណចាសូមជម្រាបលា